រឿងព្រេងតាក់ទងទៅនឹងមនុស្សស្លាប់ថ្មីៗកាលបើបុគ្គលស្លាប់ថ្មីនៅលើផ្ទះអាចយកគីត្រូវយកទឹកមួយក្អមតូចនិងថ្មមួយដុំតូចហើយអុជធូប3សរសៃយកទៅដាក់ចុងជើងបុគ្គលនោះរួចធ្វើការឧបកិច្ចការពារកុំឲ្យអសុរកាយចូលទៅក្នុងរូបបុគ្គលនោះបានបើមិនធ្វើដូច្នោះទេកាលណាមានសត្វឆ្មាសម្បកខ្មៅរលោងលោតកន្លងបុគ្គលនោះអសុរកាយនឹងចូលទៅក្នុងរូបបុគ្គលនោះពុំខានតែបើមិនបានធ្វើដូច្នោះទេត្រូវពុតសីមាបើបានពុតសីមាហើយទោះបីមានឆ្មាខ្មៅលោតរំលងក៏មិនធ្វើដែរតាមជំនឿរបស់ខ្មែរថាអសុរកាយជាបុគ្គលបិសាចតែងត្រាប់កាត់រកស៊ីគម្រងហើយជួនកាលអាចនឹងបន្លាចមនុស្សផងក៏មានទើបគេត្រូវតែការពារបុគ្គលដោយពិធីផ្សេងគេតែងប្រាប់គ្នាឲ្យធ្វើកិច្ចផ្សេងៗចំពោះបុគ្គលស្លាប់ដូច្នោះដើម្បីជៀសវាងអន្តរាយដូចជារឿងមួយមានដំណើរថានៅស្រុកមួយទីរហោអានដាច់ស្រយាលអំពីទីប្រជុំជនជាស្រុកសម្បូរដោយព្រៃស្រោចស្រង់ស្ងាត់ទ្រងឹមមានអាកាសធាតុត្រជាក់ដោយទឹកសន្សើមនិងឮសូរតែសំឡេងសត្វនានាស្រែកយំគួរឲ្យចាប់អារម្មណ៍នៅតំបន់នោះមានផ្ទះមួយជាជំរកនៃមនុស្ស4នាក់គឺឪពុកម្ដាយនិងកូនប្រុស2នាក់ដែលនៅក្នុងវ័យជំទង់ឪពុកចេញទៅរកស៊ីនៅស្រុកងាយយូរទៅវិលត្រឡប់មកផ្ទះម្ដងចំណែកកូនប្រុស2នាក់នៅជាមួយម្ដាយថ្ងៃមួយជាតិចែងដល់អ្វីនាងម្ដាយនោះមានជំងឺឈឺជាទម្ងន់ហើយក៏ធ្វើមរណកាលទៅអ្នកស្រុកដែលនៅភូមិជាមួយគ្នាប៉ុន្តែនៅផ្ទះនៅឆ្ងាយនាំគ្នាមកជួយធ្វើក្តាមមឈូសដាក់សពរួចស្រេចដល់ល្ងាចក៏ត្រឡប់ទៅផ្ទះគេវិញអស់ទៅផ្ទះសពនោះក៏ត្រូវធ្វើឲ្យត្រម៉ោចកំព្រាមានតែកូន2នាក់អត់ភ្លើងបំផ្លុងនៅយាមសម្ដាយរងចាំដល់ភ្លឺនឹងបានអ្នកចិត្តខាងមកជួយទៀតឯសពនៅក្នុងក្តាមមឈូសនោះពុំទាន់បានចងសីមាឬធ្វើកិច្ចអ្វីមួយឡើយព្រោះពេលក៏ខើចនឹងទៅរកអាចារ្យណាមកក៏ពុំទាន់ណាមួយផ្លូវកាត់ព្រៃហើយត្រូវនឹងពេលប្រឡប់ជាពេលដែលសត្វអាហារចេញរកស៊ីផងនៅក្នុងរាត្រីនោះក្មេងទាំងពីរនាក់បងប្អូនចេះតែនាំគ្នាភ័យព្រួយព្រោះយប់កាន់តែស្ងាត់ទៅសត្វឯងស្រាលលោកខ្មោចបង្ហាញសម្រែកគួរឲ្យព្រឺក្បាលព្រឺស្បែកថ្លែងពីអសុរកាយដែលកំពុងតែត្រាច់ចររកសាកសពសត្វជាចំណីអាហារលុះមកប្រទះឃើញខ្មោចនៅក្នុងក្តាមមឈូសដែលមិនទាន់មានការចងសីមាការពារនៅឡើយក៏រលាខ្លួនចូលទៅសុកក្នុងរូបសពមួយរំពេចម៉ោចដែលដេកស្ដុកស្ដឹងប្រៀបបាននឹងដុំថ្មនោះក៏ស្រាប់តែហាក់ដូចជាមានវិញ្ញាណឡើងវិញហើយបំរាបបំវេបវាហើយក៏បំរាបបំរេបំរាព្រោះព្រុកប្រាស់ងើបចេញពីក្តាមមឈូសកុមារបងប្អូនដែលដេកនៅជិតក្តាមមឈូសអូនមិនទាន់ដឹងការអ្វីច្រើនក៏ដេកលក់ទៅនៅតែកុមារបងដែលចេះតែមានការបារម្ភខ្លាចលុះលឺខ្មោចនោះរើគ្រប់ក្រាស់ក្នុងក្តារវាក៏ចេះលួចសម្លឹងទៅរកមើលក្តាមឈូសមិនយូរប៉ុន្មានស្រាប់តែខ្មោចនោះអើតក្បាលចេញពីក្តារមកឆ្ងល់ម៉ែអើយអើតមកធ្វើអ្វីនឹងកុមារបងឃើញដូច្នោះភ័យណាស់កន្ត្រាក់ដៃប្អូនអូររត់ចុះពីលើផ្ទះប្អូនក៏ស្ទុះទៅតាមទាំងមមាមាយបងនិយាយបណ្ដារត់បណ្ដារួចប្រាប់ប្អូនថាកុំឲ្យងាកក្រោយឲ្យសោះក្មេងទាំងពីរនាក់រត់ទៅមិនយូរប៉ុន្មានខ្មោចនោះក៏ចេះតែលោតដេញចុះពីក្រោយទៅតាមដែរឃើញដូច្នោះក្មេងទាំងពីរនាក់ខំរត់ទៅសំដៅវត្តព្រោះគិតឃើញថាមានតែវត្តទេដែលអាចជួយខ្លួនឲ្យផុតពីភ័យអន្តរាយនេះបានចំណែកអសុរកាយលុះតាមទៅដល់របងវត្តឃើញសីមាវាមិនហ៊ានចូលទេក៏ចេញពីសាកសពនោះទៅឯសាកសពនោះក៏រលំដួលដេកនៅច្រងាងនៅទីនោះឯងលុះព្រឹកឡើងព្រះសង្ឃនិងអ្នកស្រុកដឹងរឿងហើយក៏ផ្អើលមកឈូឆរហើយនាំគ្នាលើកសពនោះទៅបូជាធ្វើកិច្ចរំងាប់ចង្រៃគ្រប់បែបយ៉ាងទៅតាមទម្លាប់ដោយខ្លាចមានហេតុអាក្រក់ជាចៃដន្យដូចនៅក្នុងរឿងដំណាលនេះឯងហើយទើបចាស់បុរាណបានបង្គាប់គ្នាថាឲ្យរៀបរណ្ដាប់ធ្វើកិច្ចផ្សេងៗនិងឲ្យចងសីមាជាការចាំបាច់ដើម្បីការពារទុកជាមុនរបៀបនេះក៏បានជាប់ជាទំនៀមទម្លាប់រហូតមកដល់សព្វថ្ងៃនេះ